ស្ដីនៅទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់មកជួបគ្នាជាថ្មីទៀតហើយនៅក្នុងវីដេអូថ្មីដែលនិយាយអំពីម៉ាកកាបូបយួរដៃប្រណិតនៅលើโลกទាំង10មានខ្លះតម្លៃថ្លៃរាប់លានដុល្លារឯណោះស្ត្រីជាច្រើនសុបិនចង់ក្លាយជាម្ចាស់កាបូបដែលជាម៉ាកពេញនិយមបំផុតប៉ុន្តែលើកលែងតែស្ត្រីអ្នកមានទ្រព្យធនតែប៉ុណ្ណោះដែលមានសំណាងគ្រប់គ្រាន់អាចក្លាយទៅជាម្ចាស់របស់យីហោប្រណិតទាំងនោះតោះមកស្គាល់ពីម៉ាកយីហោកាបូបយួរដៃកំពូលលើโลกជាមួយខ្ញុំទាំងអស់គ្នាទី1ម៉ាក Chanel ម៉ាក Chanel ជា model កាបូបយួរដៃដែលរចនាថ្លៃបំផុតល្អបំផុតនិងលក់ដាច់បំផុតផងដែរយីហោនេះត្រូវបានតារាល្បីៗច្រើនរកប្រើនៅក្នុងព្រឹត្តិការណ៍ភាពយន្តអូស្ការជារៀងរាល់ឆ្នាំយីហោ Chanel បានបើកដំណើរការនៅក្នុងឆ្នាំ1909ហើយបន្តវិទ្យាឡើងរហូតដល់បច្ចុប្បន្ននិងត្រូវបានរាប់បញ្ចូលក្នុងចំណោមម៉ាកល្បីៗទាំង10នៅលើពិភពលោកទី2ម៉ាក Fendi ម៉ាក Fendi ជា model ដ៏ប្រណិតរបស់អ៊ីតាលីដែលបង្កើតឡើងនៅក្នុងឆ្នាំ1925ហើយត្រូវបានគេស្គាល់ថាជាម៉ាកកាបូបស្ពាយល្អបំផុតកាបូបដៃទាន់សម័យរបស់ Fendi ត្រូវបានផលិតពីស្បែកចៀមពណ៌សនិងស្បែកក្រពើពណ៌ខ្មៅដែលកាបូបមួយមានតម្លៃប្រហែល$28,000កាបូបដ៏ទាន់សម័យឆើតឆាយនិងល្អឥតខ្ចោះនេះស័ក្តិសមប្រើទាំងពេលថ្ងៃនិងកម្មវិធីពេលយប់ទី3ម៉ាក Hermes កាបូប Made Crocodile Birkin ជាឈ្មោះដែលដាក់តាមតារាសម្ដែងនិងជំនាញ Jane Birkin វាជា model ថ្លៃបំផុតនៃម៉ាក Hermes ដែលមានតម្លៃ$12,000កាបូបនេះបានក្លាយទៅជានិមិត្តរូបនៃទ្រព្យសម្បត្តិនិងឋានៈខណៈដែលតម្លៃរបស់វាត្រូវបានកំណត់ជាជួរ5តួលេខឡើងកាលពីត្រូវបានធ្វើពីស្បែកក្រពើកាបូបនេះត្រូវបានតុបតែងជាមួយ cover ពេជ្រដែលមានត្បូងពេជ្រ10 ការ៉ាត់ដាក់លើគែមធ្វើពីមាសពណ៌សទី4 Handy Palladino កាបូប Gardino នៃម៉ាក Handy Palladino ត្រូវបានធ្វើពីស្បែកក្រពើពណ៌សមានពេជ្រចំនួន39គ្រាប់ដែលដាក់នៅលើកំណាច់ធ្វើពីមាសសុទ្ធម៉ូដនេះត្រូវបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ2001ជាមួយអ្នករចនានាង Handy Palladino ម៉ាកយីហោនេះបានធ្វើការប្រកួតប្រជែងជាមួយម៉ាកប្រណិតដទៃទៀតរហូតក្លាយជា model កំពូលមួយក្នុងចំណោមកាបូបយួរដៃថ្លៃនៅលើពិភពលោកទី5ម៉ាក Lana Marks ត្រូវបានរចនាពីស្បែកក្រពើខ្មៅនិងស្បែកបង្គួយនាយកប្រតិបត្តិការក្រុមហ៊ុន Lana Marks បានរចនាម៉ូដនេះប្រហែលជា150ប្រភេទក្នុងចំនួន100ពណ៌ផ្សេងៗគ្នាម៉ាកនេះផលិតជាពិសេសផងដែរសម្រាប់តារាល្បីៗដែលចូលចិត្តដេញម៉ូដថ្មីទាន់សម័យមុនគេតារាល្បីៗជាច្រើនរូបដូចជា Angelina Jolie, Jennifer Aniston និង Paris Hilton ក៏ជាអតិថិជនរបស់ Lana Marks ដែលប្រើកាបូបមានតម្លៃថ្លៃមួយចំនួននៃម៉ាកនេះទី6 Louis Vuitton Louis ជាម៉ាកកាបូបមួយដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកយីហោ LV ជានិមិត្តរូបនៃក្រុមអភិជននិងភាពឆើតឆាយអស់រយៈពេលរាប់សតវត្សរ៍មកហើយយីហោកាបូបយួរដៃលំដាប់ខ្ពស់នេះតែងតែត្រូវបានគេមើលឃើញឈៀងមុខគេជានិច្ចទាំងគុណភាពនិងតម្លៃកាបូបទឹកភ្លៀងដែលមានឈ្មោះថា Raindrop Bezos របស់យីហោនេះមានតម្លៃជិត$2,000ចំណែកកាបូបស្ពាយដែលមានខ្សែទូរស័ព្ទជាច្រើនមានតម្លៃរហូតដល់$26,000ឯណោះទី7ម៉ាក Marc Jacob យីហោ Marc Jacob ត្រូវបានបង្កើតឡើងដោយភាពល្បីល្បាញនិងផ្ដាច់មុខនៅកាបូបយួរដៃស្បែកក្រពើតម្លៃ$50,000កាបូប Carolis ត្រូវផលិតឡើងជាមួយនឹងស្បែកក្រពើពណ៌ស្វាយដ៏ពេញនិយមបំផុតដែលធ្វើឲ្យអតិថិជនមិនហ៊ានខកខានក្នុងការបញ្ជាទិញឡើយហើយចាក់ចេញពីក្រុមហ៊ុន Louis Vuitton លោក Marc Jacob ចាប់ផ្ដើមគ្រឿងបន្លាស់ម៉ូដដោយខ្លួនឯងហើយបានក្លាយទៅជាអ្នករចនាម៉ូដទាន់សម័យបំផុតមួយនៅលើពិភពលោកអាជីវកម្មរបស់បុរសរូបនេះមានហាងចំនួន200ហាងលក់រាយនិងមាននៅ90ប្រទេសទូទាំងពិភពលោកទី8ម៉ាក Moawad កាបូបស្ត្រី Moawad ធ្វើពីមាស18ការ៉ាត់សោបនិងព័ទ្ធជុំវិញដោយពេជ្រជាង4500គ្រាប់ស្ថិតនៅលំដាប់ទី2នៃកាបូបថ្លៃបំផុតនៅលើโลก
កាបូបយួរដៃដែលថ្លៃបំផុតនៃយីហោនេះចំណាយប្រាក់អស់ $3.8 លានក្នុងការផលិត model 1001 Nice Diamonds Plus របស់ Moa ត្រូវបានរចនាសម្រាប់ពិធីជួបលៀងដែលមានរូបរាងខាងក្រៅប្រកបដោយផាសុកភាពហើយវាត្រូវបានក្លាយជាតំណាងនៅភាពពេញនិយមបំផុតនៃយីហោនេះ ទី 9 Mac Prada Prada មិនមែនជាឈ្មោះថ្មីទេនៅពេលដែលយើងនិយាយអំពីស្លាកយីហោថ្លៃៗនិងប្រណិតយីហោអ៊ីតាលីនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1913 កាបូបដៃរបស់ Mac នេះត្រូវបានគេចាត់ទុកថាជាម៉ូដែលដ៏ទំនើបបំផុតវាក៏បានផលិតនៅផលិតផលជាច្រើនប្រភេទមានសម្លៀកបំពាក់គ្រឿងអលង្ការទឹកអប់ស្បែកជើងនិងនាឡិកាផងដែរទី 10 យីហោ Jody Lieber យីហោនេះគឺជាយីហោថ្លៃមួយផ្សេងទៀតនៅក្នុងពិភពកាបូបយួរដៃអ្នករចនាម៉ាកនេះមកពីប្រទេសហុងគ្រីដែលបានចាប់ផ្ដើមក្រុមហ៊ុននៅឆ្នាំ 1963 ម៉ាកនេះមានភាពល្បីល្បាញក្នុងការបង្កើតកាបូបដែលតុបតែងដោយគ្រាប់គ្រីស្តាល់និងត្បូងកាបូបPrincess Rose គឺជាការច្នៃប្រឌិតដ៏ប្រណិតបំផុតដែលត្រូវបានផលិតឡើងជាមួយនឹងគ្រឿងអលង្ការចំនួន42កាវ៉ាត់រួមបញ្ចូលទាំងពេជ្រត្បូងមរកតនិងត្បូងកណ្ដៀវ Model នេះដ៏ប្រណិតមួយឈុតមានតម្លៃជាង $90,000 ឯណោះអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់សូមកុំភ្លេចជួយចុច like និង subscribe ឲ្យមួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ